ខេញាតិកាសាលោហិត សួស្តីបងប្អូនទាំងអស់គ្នាហើយនៅក្នុងវីដេអូមួយនេះខ្ញុំសាកសរសេរកូនកម្មវិធីតូចមួយមិនទាន់ដាក់ឈ្មោះអឺបានទេព្រោះឯទើបសាកល្បងទៅក្រេកកូដពីគេមក យកមកធ្វើកម្មវិធីខ្លួនឯង កម្មវិធីនេះ process របស់វាគឺ generate email sub email ដូចជាយ៉ានដិច Gmail Hotmail គឺ receive OTP code ណាបាទជាធម្មតាពេលដែលយើងចង់ទៅបង្កើត email ឧទាហរណ៍ថា Gmail អញ្ចឹងគឺយើងត្រូវចូលទៅក្នុង website មិនថា Google ឬក៏មាន direct link អញ្ចឹងយើងត្រូវចូលទៅវាសិនเนาะអ្នកចូលទៅហើយគឺត្រូវទៅរងចាំហើយមកចុច generate copy ដើម្បីទៅបង្កើត platform ផ្សេងដូចជា Facebook ដូចជា TikTok ដូចជាអីចឹងមែនទេអានេះអឺតាមអ្វីដែលយើងត្រូវធ្វើបង្កើត Facebook ឬក៏ស្អីចឹងទៅអាហ្នឹងតាមតែនៅក្នុងវីដេអូនេះខ្ញុំមកបង្ហាញពីកូនកម្មវិធីតាមពិតខ្ញុំសរសេរគឺវាមានច្រើនវាមានHotmail វាមានយ៉ាងដិចមានអីដូចតែខ្ញុំនិយាយចឹងតែអានេះគឺខ្ញុំមកបង្ហាញតែមួយ option សិនគឺ Gmail ដោយប្រើ API គឺយើងគ្រាន់តែបើកកម្មវិធីមកនេះគ្រាន់តែបើកកម្មវិធីប៉ុណ្ណឹងមកកម្មវិធីវារត់ទៅ monitor មួយទៀតដាក់ឲ្យវាដើរនៅតែ monitor មួយហ្នឹងបានហើយខ្ញុំ clean មួយសិនអូខេនេះកម្មវិធីគឺពេលដែលយើងរ៉ានមកគឺវាចេញចឹងហើយខ្ញុំនឹងសរសេរឲ្យវាមកនៅ mouse ស្ដាំលើ desktop ឬក៏ mouse ស្ដាំនៅទីតាំងមួយណាដែលយើងចង់បានចង់ប្រើវាងាយស្រួលពេលដែលយើងចង់បង្កើត platform ផ្សេងអូខេចឹងដើម្បីជាឧទាហរណ៍កុំឲ្យនិយាយយូរពេកខ្ញុំឧទាហរណ៍ថាខ្ញុំបង្កើត Facebook មួយចុះខ្ញុំចុច create អានេះគឺវីដេអូនេះគឺអត់មានតាក់ទងថាបង្កើតទៅឲ្យ check point 180ថ្ងៃឬអី disable account អីខ្ញុំអត់មានតាក់ទងទៅនឹងទេគឺខ្ញុំតាក់ទងតែជាមួយនឹងការ generate email ចឹងអាហ្នឹងបញ្ជាក់ឲ្យហើយបាទឥឡូវឧទាហរណ៍ថាខ្ញុំដាក់ឈ្មោះសែនសុកតារាចឹងថ្ងៃទី1ខែ1ឆ្នាំ91ជាប្រភេទ mail ភេទអូខេបន្ទាប់មកខ្ញុំរ៉ាន់កម្មវិធីរបស់ខ្ញុំនឹងមកនេះគឺយើងចុច generate ចេះបន្ទាប់មកយើងបាន email នឹងមកបន្ទាប់មកយើងយកមកដាក់នៅកន្លែងយើងបង្កើតបន្ទាប់មកគឺ password អញ្ចឹង password យើងដាក់អីដាក់ទៅអូខេខ្ញុំដាក់ប៉ុណ្ណឹងបន្ទាប់មកខ្ញុំចុច sign up ពេលដែលយើងចុច sign up Facebook វានឹងផ្ញើកូដមកជាធម្មតាគឺវាផ្ញើទៅ browser របស់យើងមែនទេទៅ email របស់យើងតែអានេះគឺខ្ញុំឲ្យវាចេញនៅនេះឃើញទេនេះវាចេញកូដនៅនេះប៉ុណ្ណឹងហើយយើង copy មកបន្ទាប់មកយកមកផាសនៅខាងនេះមកបន្ទាប់មកចុច continue នេះ save Facebook មួយអូខេចុចអូខេមកនេះឃើញទេអញ្ចឹងអានេះគឺវិធីបែបងាយក្នុងការអឺប្រើ Gmail នេះដូចតែខ្ញុំនិយាយអញ្ចឹងបើសិនវាមានបញ្ហាអីតាក់ទងនឹងរឿងនេះគឺអត់មានមកតាក់ទងនឹងវីដេអូនេះទេព្រោះវីដេអូនេះខ្ញុំសរសេរតែ receive code OTP តែប៉ុណ្្នឹងទេ
ចឹងអូខេអរគុណច្រើន